អាតោឥឡូវដូរមុខមាត់ថ្មីហើយអាតោឥឡូវមិនដូចអាតោពីមុនទេអាតោឥឡូវមានផ្លូវកៅស៊ូតាំងពី highway រហូតទៅដល់ស្ពានអាតោតាក់ទាញអ្នកទៅទស្សនាបានច្រើនណាស់ឆ្នាំនេះព្រោះថាមានផ្លូវថ្នល់កៅស៊ូនេះគឺស្រួលមែនទែនហើយម្យ៉ាងទៅតែធ្វើឲ្យថ្មីទៀតគឺស្រួលជិះអត់មានពិបាកបន្តិចទេជិះតែរយៈពេល20នាទីទៅកន្លះម៉ោងគឺទៅដល់ស្ពានតែម្ដងកន្លែងដែលយើងលេងទឹកកាលពីមុនចង់ទៅអាតោគឺប្រើរយៈពេល1ម៉ោងទៅ1ម៉ោងជាងដោយសារឡានទាបឡានតូចយើងជិះទៅវាកើលទ្រូងបាទយើងជិះលឿនអត់កើទេតែឥឡូវនេះគឺអត់បានទេអាតោនេះមិនធម្មតាទេជាពិសេសគឺទេសភាពតាមដងផ្លូវគឺវាលស្រែខៀវស្រងាត់ពណ៌បៃតងស្រស់ស្អាតមែនទែនមើលណែមកដល់កន្លែងទឹកហើយគឺថាតាក់ទាញភ្នែកមែនទែនបងប្អូនមានកន្លែងរកត្រីអាំងត្រីបងប្អូនដែលយើងមកលេងនេះគឺអត់ពិបាកម្ហូបអាហារទេអ្នកខ្លះដាក់មកពីផ្ទះក៏បានអ្នកខ្លះមកទិញនៅកន្លែងនេះក៏បានគេមានអាំងត្រីអាំងសាច់និយាយពីថារោងនិយាយពីថាកញ្ចុះវិញគឺអត់មានគ្រប់គ្រាន់សម្រាប់បងប្អូនយើងមកលេងទេពួកគាត់មកច្រើនណាស់ណែលេងទឹកយ៉ាងសប្បាយរីករាយអ្នកខ្លះដាក់ឡានក្បែរមាត់ទឹកអ្នកខ្លះក្រាលកន្ទេលតែម្ដងព្រោះអត់មានរោងមានកញ្ចុះសម្រាប់ពួកគាត់ទេនិយាយទៅនៅឧត្តរមានជ័យរបស់យើងចង់មើលភ្នំព្រៃព្រឹក្សាក៏មានចង់មើលប្រាសាទក៏មានហើយបើចង់លេងទឹកគឺមានទឹកឲ្យលេងទៀតពិតជាមិនធម្មតាទេហើយជារៀងរាល់ឆ្នាំអាជ្ញាធរតែងតែគិតគូរអំពីការទប់ទឹកដើម្បីឲ្យប្រជាពលរដ្ឋរបស់យើងនឹងគឺបានលេងកំសាន្តបាទមិនថានៅកន្លែងអាតោមិនថានៅត្រពាំងវែងមិនថានៅតាមកន្លែងផ្សេងទេទំនប់បង្ហៀទឹកនេះគឺទប់ទឹកឲ្យសម្រាប់បងប្អូនយើងលេងបន្ទាប់ពីយើងបានមើលគេលេងទឹកបាទកន្លែងស្ពានមិញហើយឥឡូវនេះគឺយើងទៅលេងកន្លែងជើងភ្នំនេះម្ដងបាទជើងភ្នំដែលយើងមើលពីឡានទៅឃើញនេះគឺកន្លែងដែលត្រជាក់មានកញ្ចុះបាទទាំងហែទៅតាមមាត់ទឹកផ្សេងទៀតចឹងកន្លែងនេះគឺកន្លែងដែលម្លប់ត្រជាក់ស្រួលមែនទែនបាទដោយសារមានដើមឈើច្រើនហើយមានទូកមានអីនៅក្នុងការជួលឲ្យយើងជិះទៀតអ្នកដែលចង់មកលេងកំសាន្តចង់ជិះទូកមើលលេងតាមទឹកតាមអីហ្នឹងគេមានជាទូកដើម្បីជួលគេដប់យើងបាទទៅមើលតាមផ្ទៃទឹកតាមអីទៀតបាទចឹងកុំភ្លេចអ្នកដែលមិនតាន់បានមកលេងនៅក្នុងខែនេះសូមមកលេងទាំងអស់គ្នាបាទ